សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ EP2 នៃកម្មវិធី Future Ready Series ដែលកម្មវិធីរបស់យើងគឺផ្ដោតសំខាន់ទៅលើការជជែកគ្នាក៏ដូចជាការពិភាក្សាគ្នាពីរឿងបញ្ហាលុយកាក់ក៏ដូចជាការរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតរបស់យើងដែលជាទូទៅគឺយើងប្រើពាក្យសាមញ្ញងាយយល់ដែលអ្នកទាំងអស់គ្នាអាចប្រើប្រាស់បាននៅក្នុងជីវិតប្រចាំថ្ងៃអូខេសម្រាប់កម្មវិធីរបស់យើងនៅក្នុងថ្ងៃនេះដែរគឺយើងនឹងឆ្លើយសំណួរមួយដែលអ្នកទាំងអស់គ្នាភាគច្រើនគឺមានចម្ងល់មែនទែនថាតើពេលណាដែលជាពេលស័ក្តិសមសម្រាប់ក្នុងការរៀបចំផែនការហិរញ្ញវត្ថុថាតើតើយើងចាក់ដល់អាយុប៉ុន្មានឬមួយក៏ថាយើងអាចមានប្រាក់ចំណូលប៉ុន្មានទើបយើងអាចគួរតែគិតគូរពីការរៀបចំផែនការហិរញ្ញវត្ថុរបស់យើងចាប់ផ្ដើមគិតគូរពីអនាគតហិរញ្ញវត្ថុរបស់លោកអ្នកនៅក្នុងថ្ងៃនេះដើម្បី Future Ready នៅក្នុងថ្ងៃស្អែកសម្រាប់កម្មវិធីនៅក្នុងថ្ងៃនេះដែរគឺយើងមានកិត្តិយសមែនតើដែលយើងមានភាពកិត្តិយសមួយរូបគឺបងស្រីម៉ាលីកាដែលគាត់នឹងមកធ្វើការបកស្រាយក៏ដូចជាពន្យល់បន្ថែមថាតើពេលណាគឺជាពេលដែលស័ក្តិសមសម្រាប់រៀបចំផែនការហិរញ្ញវត្ថុរបស់យើងហើយថាតើអ្នកទាំងអស់គ្នាគួរត្រៀមខ្លួនមិនខ្លះដើម្បីរៀបចំផែនការហិរញ្ញវត្ថុរបស់អ្នកទាំងអស់គ្នាអូខេជំរាបសួរបងជំរាបសួរសួស្តីអ្នកទាំងអស់គ្នានាងខ្ញុំឈ្មោះម៉ាលីកាហើយថ្ងៃនេះគឺខ្ញុំមានការសប្បាយចិត្តខ្លាំងដែលខ្ញុំមានវត្តមាននៅទីនេះក្នុងការបញ្យល់បន្ថែមទាក់ទងជាមួយនឹងការរៀបចំផែនការហិរញ្ញវត្ថុជូនទៅអ្នកទាំងអស់គ្នាអូខេបងពួកខ្ញុំពិតជាសប្បាយរីករាយមែនតើដែលបងខ្លាចជា speaker របស់យើងនៅក្នុងថ្ងៃនេះចង់ដឹងថាចាក់បងដើម្បីកុំឲ្យយើងខាត់ពេលយូរសូមសួរបងសំណួរដំបូងហើយក៏ជាសំណួរមួយដែលមានគេចង់ដឹងច្រើនថាតើចាក់បងថាតើយើងមានអាយុកំណត់ណាមួយអត់ដើម្បីយើងក្នុងការរៀបចំផែនការហិរញ្ញវត្ថុរបស់យើងឬមួយក៏តើតែមានប្រាក់ចំណូលខ្ពស់ឬមួយក៏ប្រាក់ចំណូលកម្រិតណាដែលយើងអាចចាប់ផ្ដើមរៀបចំក៏ដូចជាគិតគូរពីបញ្ហាហិរញ្ញវត្ថុរបស់យើងដែរបងអូខេមុននឹងខ្ញុំឆ្លើយនឹងសំណួរហ្នឹងខ្ញុំសូមបញ្ជាក់តិចថាតើការរៀបចំផែនការហិរញ្ញវត្ថុហ្នឹងគឺគេចង់សំដៅលើអីចឹងណាការរៀបចំផែនការហិរញ្ញវត្ថុហ្នឹងបើយើងនិយាយពីភាសាសាមញ្ញងាយយល់គឺគេចង់សំដៅទៅលើការរៀបចំលំហូរសាច់ប្រាក់របស់យើងនឹងឯងដែលក្នុងហ្នឹងមានថាតើយើងមានចំណូលប៉ុន្មានយើងគួរចាយប៉ុន្មានយើងគួរសន្សំប៉ុន្មានយើងគួរប្រដាក់ទុនប៉ុន្មានហើយបើងាកទៅមើលសំណួរវិញថាតើយើងគួរដល់អាយុប៉ុន្មានបើយើងចាប់ផ្ដើមរៀបចំផែនការហិរញ្ញវត្ថុឬក៏ដល់ចំណូលកម្រិតណាបើយើងចាប់ផ្ដើមធ្វើសំណួរគឺថាការរៀបចំផែនការហិរញ្ញវត្ថុរបស់យើងហ្នឹងគឺអត់កំណត់ពីអាយុហើយក៏អត់កំណត់ពីកម្រិតចំណូលរបស់យើងដែរអញ្ចឹងយើងចង់ធ្វើពេលណាក៏បានអាយុប៉ុន្មានក៏បានចំណូលប៉ុន្មានក៏យើងអាចធ្វើបានដែរអូខេបងមនុស្សភាគច្រើនគឺគាត់និយាយថាចាតើតែខ្ញុំរៀបការសិនឬមួយក៏តើតែខ្ញុំផលចំណូលបានប៉ុណ្នេះសិនឬមួយក៏តើតែខ្ញុំមានអាចទិញផ្ទះទិញអីសិនទៅខ្ញុំអាចគិតគូរពីផែនការហិរញ្ញវត្ថុរបស់ខ្ញុំបានអញ្ចឹងថាតើសម្រាប់បងវិញថាតើយើងមានពេលវេលាសមស្របណាមួយអត់ដើម្បីយើងគិតគូរឬមួយក៏ចាប់ផ្ដើមគិតពីការរៀបចំផែនការហិរញ្ញវត្ថុរបស់យើងដែរបងពាក្យដែលយើងនិយាយថាចាំដល់ពេលនេះចាំដល់ពេលនោះហ្នឹងអាហ្នឹងវាគ្រាន់តែជាលេសរបស់យើងទេឥឡូវចាំចោះចាំឡើងហ្នឹង tomorrow never come បដ ாய் អញ្ចឹងខ្ញុំចង់និយាយថាចម្លើយដែលខ្លីគឺយើងអត់ចាំទេយើងធ្វើកាន់តែឆាប់យើងធ្វើការរៀបចំផែនការដល់ទៅកាន់តែឆាប់គឺកាន់តែល្អឥឡូវទីហោថាបើយើងថាចាំដល់ពេលខ្ញុំការចាំខ្ញុំរៀបចំផែនការហិរញ្ញវត្ថុអញ្ចឹងសាប់តែពេលមិនទាន់ដល់ពេលការហងមានបញ្ហាហិរញ្ញវត្ថុកើតឡើងបាត់ដោយសារយើងបានរៀបចំទុកមុនអញ្ចឹងអត់បានការបដ ாய் អញ្ចឹងណាចាំមិនថាយើងត្រូវរៀបចំខ្លួនយើងជាមុនឲ្យកាន់តែឆាប់កាន់តែល្អអូខេបងអញ្ចឹងសំណួរបន្ទាប់ចង់ដឹងថាចាក់បងហើយក៏ជាសំណួរចុងក្រោយដែរចង់ដឹងថាសម្រាប់អ្នកដែលគាត់កំពុងមើលណាបងថាតើចាក់អូខេបើសិនជាខ្ញុំចង់ចាប់ផ្ដើមឲ្យលឿនអញ្ចឹងបងអាចមានអីផ្ដល់ជូនគាត់ក៏ដូចជាប្រាប់គាត់ដែរថាតើអ្វីគឺជាជំហានដំបូងមកអស់ដែលគាត់គួរតែគិតគូរដែរបងមិនមែនទៅសំណួរហ្នឹងវាខ្លីទេប៉ុន្តែយើងត្រូវចម្លើយវាត្រូវវែងប៉ុន្តែឥឡូវខ្ញុំសូមសង្ខេបខ្លីៗងាយយល់ស្រួលសម្រាប់យើងទាំងអស់គ្នាចឹងណាជំហានដំបូងដែលយើងត្រូវធ្វើទី1យើងកំណត់គោលដៅរបស់យើងសិនធម្មតាមនុស្សម្នាក់តែតែមានគោលដៅរបស់យើងរៀងខ្លួនហើយអត់អ្នកខ្លះគឺគាត់ថាអនាគតទៅគាត់ចង់បានផ្ទះធំមួយនៅបានផ្ទះមួយណាថាឥឡូវគាត់អាចថាផ្ទះគាត់នៅទូចឹងទៅគាត់ចង់បានផ្ទះធំជាងហ្នឹងឬក៏ឥឡូវគាត់អត់មានផ្ទះទេអញ្ចឹងអនាគតទៅគាត់ចង់បានផ្ទះផ្ទាល់ខ្លួនឬក៏អ្នកខ្លះគាត់ថាគាត់ចង់បានអាជីវកម្មខ្លួនឯងអាចថាឥឡូវគាត់នៅរៀនឬមួយក៏គាត់ជាបុគ្គលិកធ្វើការធម្មតាប៉ុន្តែដល់ពេលអនាគតទៅគាត់ចង់បើកចំនួនគាត់ចង់រកស៊ីខ្លួនឯងអញ្ចឹងណាអាហ្នឹងក៏ជាគោលបំណងរបស់គាត់ដែរអ្នកខ្លះគាត់ថាគាត់ចង់រៀបការអីចឹងណាគាត់ចង់មានលុយមកកញ្ចប់ដើម្បីគាត់រៀបការឬក៏អីចឹងទៅឬក៏គាត់ចង់មានកូនមានអីឬក៏គាត់ចង់មានលុយមកកញ្ចប់ដើម្បីគាត់ចូលនិវត្តន៍និយាយរួមទៅមនុស្សម្នាក់មានផែនការជីវិតមានគោលដៅរបស់គ្នាអញ្ចឹងអាហ្នឹងយើងកំណត់ទី1ហើយឥឡូវចូលដល់ទី2យើងត្រូវមើលបាច់ជំហានទី2គឺយើងត្រូវមើលទៅលើចំណូលរបស់យើងថាតើចំណូលរបស់យើងគឺមានប្រមាណត្រូវអត់បន្ទាប់ពីយើងមើលចំណូលហើយគឺយើងត្រូវកំណត់ថានៅបើសិនបើចំណូលរបស់យើងមានប៉ុណ្ណឹងតើយើងគួរតែចាយប៉ុន្មានយើងគួរតែសន្សំប៉ុន្មានឥឡូវឧទាហរណ៍ថាយើងអាចគិតជាភាគរយខ្លួនយើងអាចថាយើងគិតជាលក្ខណៈ50 30 20ឬក៏50 40 10ឬក៏អីចឹងឥឡូវឧទាហរណ៍ថាចំណូលយើង$100
ហ្នឹងចំណូលយើង$100ក្នុងហ្នឹងទី1យើងត្រូវចំណាយទៅលើអ្វីដែលចាំបាច់អ្វីដែលចាំបាច់ហ្នឹងអាចថាបើសិនបើយើងនៅជួលផ្ទះគេអញ្ចឹងថ្លៃផ្ទះហ្នឹងគឺជាចំណាយដែលចាំបាច់ហើយថ្លៃទឹកថ្លៃភ្លើងបើសិនបើយើងមានកូនគឺថ្លៃកូនរៀនថ្លៃម្ហូបអាហារថ្លៃធ្វើដំណើរទៅរៀនទៅអីចឹងទៅឬក៏ធ្វើដំណើរយើងទៅធ្វើការទៅអីថ្លៃសាំងទៅអីហ្នឹងទាំងអស់ហ្នឹងគឺគេហៅថាចំណាយចាំបាច់អញ្ចឹងយើងអាចថាចំណូលយើង$100យើងត្រូវមាន$50 50% នៃចំណូលរបស់យើងដើម្បីសគួរទៅលើការចំណាយចាំបាច់ហ្នឹងអត់ហ្នឹងហើយអញ្ចឹងអាចថាយើងនៅសល់50ទៀតអញ្ចឹង50ទៀតហ្នឹងយើងត្រូវមើលថាតើយើងគួរទៅសល់ប្រហែលយើងគួរតែទុកប្រហែលដើម្បីចំណាយបន្តបន្សំព្រោះវាមិនមែនជាចំណាយចាំបាច់ទេអញ្ចឹងយើងត្រូវគិតថាតើយើងគួរសន្សំប្រហែលដល់ពេលយើងចង់ដឹងសន្សំប្រហែលយើងត្រូវមើលថាពីមុំគោលដៅយើងចង់ធ្វើអីដល់អត់គោលដៅយើងចង់ទិញផ្ទះគោលដៅយើងចង់បើកអាជីវកម្មអញ្ចឹងសួរថាដើម្បីទិញផ្ទះយើងត្រូវការលុយប្រហែលដើម្បីទិញហើយសួរថាឥឡូវយើងគួរចំណាយពេលយើងគួរតែសន្សំប្រហែលហើយយើងសន្សំប្រហែលក្នុងរយៈពេលប្រហែលឆ្នាំដើម្បីយើងអនាគតហ្នឹងគឺយើងអាចទិញផ្ទះបានឬក៏យើងអាចបើកអាជីវកម្មបានអញ្ចឹងអាចថាយើងគិតថាអូខេយើងត្រូវចំណាយយើងត្រូវសគួរយើងនៅមិញសល់50រៀលទៅអត់អញ្ចឹងនៅសល់អញ្ចឹងយើងយក30រៀលដើម្បីសល់ថាលើកមកអញ្ចឹងអាចថា20រៀលទេគឺយើងចំណាយទៅលើចំណាយយើងអាចធ្វើទៅលើចំណាយបន្តបន្សំចំណាយបន្តបន្សំនេះគឺអាចថាយើងដាក់លេងទៅសៀមយកទៅអីចឹងណា when like គេហៅថា when like hurt សៀមឬហៀហ្នឹងហើយរបៀបចឹងណាអូខេអញ្ចឹងអាហ្នឹងគឺ20រៀលហ្នឹងគឺយើងអាចយកទៅដើរលេងអាចយកទៅធ្វើអីបានទិញកាហាថ្មីទាំងអីចឹងទៅអូខេអញ្ចឹងគឺយើងត្រូវធ្វើតាមក្បួនហ្នឹងចាប៉ុន្តែមួយទៀតខ្ញុំចង់បង្ហាញខ្ញុំចង់បញ្ជាក់តិចដែរថាលុយដែលយើងមានក៏យើងយកទៅប្រដាក់ទុនបានដែរនិយាយថាដូចថាជាពិសេសគឺលុយដែលយើងសន្សំបាននេះអា$30យើងសន្សំហ្នឹងក៏ពិតយើងអាចសន្សំនៅក្រុមខ្នើយក៏បានដែរហើយអត់ប៉ុន្តែយើងគួរថាតើយើងធ្វើម៉េចបើសិនបើយើងអាចធ្វើឲ្យ30ទៅជាឡើងទៅ40ឡើងទៅជា50បានហើយអត់វាឲ្យវាគេហៅលុយហ្នឹងវាកើតកូនកើតចៅរបស់វាអញ្ចឹងយើងគួរតែយកវាដាក់ទៅដើម្បីដាក់ទុនដើម្បីយើងកើតកូនកើតចៅព្រោះយើងមានចំណូលយើងគេហៅថាយើងមានចំណូលចម្បងរបស់យើងហើយប៉ុន្តែដើម្បីឲ្យគប់សំនឹងចំណូលចម្បងហ្នឹងគឺយើងត្រូវតែកាត់កូនកាត់ចៅបន្ថែមទៀតដើម្បីយើងមានលុយកាន់តែច្រើនជាងមុនអញ្ចឹងយើងអាចដាក់ប្រដាក់ទុនតាមរយៈយើងដាក់លុយក្នុងធនាគារយើងយកអត្រាការប្រាក់អីចឹងណាហ្នឹងហើយទៅនិយាយរួមទៅវាមានប្រភេទនៃការប្រដាក់ទុនច្រើនហើយមួយទៀតខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាគិតគូរពីចំណូលសំទោសនៅក្នុងការសន្សំរបស់យើងហ្នឹងគឺយើងត្រូវគិតថាតើយើងគួរបែងចែកលុយសន្សំរបៀបម៉េចដើម្បីទុកនៅពេលដែលមានគ្រោះអាសន្នកើតឡើងហ្នឹងក៏យើងត្រូវគិតគូរទៅលើនឹងដែរព្រោះថាការសន្សំរបស់យើងវាអាចថាយើងសន្សំដើម្បីគោលដៅរបស់យើងប៉ុន្តែត្រូវដឹងថាក្នុងដំណាក់កាលមុននឹងយើងអាចឈានទៅដល់គោលដៅរបស់យើងគឺយើងត្រូវជួបឧបសគ្គច្រើនហ្នឹងហើយអញ្ចឹងគឺយើងត្រូវដឹងថាតើនឹងមានហានិភ័យឬក៏មានឧបសគ្គអីគេខ្លះមុននឹងយើងសម្រេចគោលដៅអញ្ចឹងក៏យើងត្រូវមានលុយសគួរទុកសម្រាប់ទប់ទល់នឹងហានិភ័យនោះដែរឥឡូវឧទាហរណ៍ជាលក្ខណៈថាបើសិនបើមានគោលថាគណៈចរាចរណ៍កើតឡើងឬមួយក៏យើងមានជំងឺអីមួយកើតឡើងអញ្ចឹងយើងត្រូវការលុយដើម្បីព្យាបាលខ្លួនយើងណាដើម្បីមើលខ្លួនឬមួយក៏យើងបាត់បង់ការងារអាចថាពងធ្វើការសុខតែពេលសេដ្ឋកិច្ចធ្លាក់ចុះអីចឹងទៅយើងអាចបាត់បង់ការងារភ្លាមអញ្ចឹងសួរថាតើយើងមានលុយណាដើម្បីមកប្រមុខតម្រង់ជីវភាពមានលុយណាដើម្បីព្យាបាលជំងឺផ្ទាល់ខ្លួនអញ្ចឹងយើងត្រូវមានលុយមកកញ្ចប់នឹងឯងដើម្បីដោះស្រាយគ្រោះអាសន្នអីចឹងហ្នឹងហើយអញ្ចឹងកន្លែងហ្នឹងគឺខ្ញុំចង់ឲ្យគ្នាយើងគិតគូរគ្រប់ជ្រុងជ្រោយប្រើប្រាស់ចំណូលរបស់យើងហ្នឹងទៅតាមឲ្យល្អបំផុតស័ក្តិសមបែងចែកឲ្យត្រូវកន្លែងកុំឲ្យយើងចាយខ្ជះខ្ជាយហ្នឹងហើយគេខ្ញុំគាត់ថាខ្លីៗមានប៉ុណ្ណឹងដើម្បីអូនរៀបមកអូបាយមែនតើហ្មង very detail ហ្មង thank you so much បងអញ្ចឹងសម្រាប់អ្នកដែលគាត់កំពុងតែគិតថាតើពេលណាគឺជាពេលដែលសមស្របរបស់គាត់អ្វីដែលខ្ញុំទទួលបានពីបងបានការមិញហ្នឹងគឺថាអត់មានអាយុកំណត់ឬមួយក៏ពេលវេលាណាមួយដែលសមស្របឬមួយក៏ល្អឥតខ្ចោះដើម្បីក្នុងការរៀបចំផែនការហិរញ្ញវត្ថុរបស់យើងហើយរឹតតែអត់មានប្រាក់ចំណូលកម្រិតណាមួយដែលយើងចាប់បាច់ត្រូវតែទទួលបានប្រាក់ចំណូលហ្នឹងហើយបានយើងចាប់ផ្ដើមគិតគូរអនាគតហិរញ្ញវត្ថុរបស់យើងឯងអ្វីដែលយើងអាចធ្វើបានគឺយើងអាចចាប់ផ្ដើមគិតគូរពីអនាគតហិរញ្ញវត្ថុរបស់យើងនៅក្នុងថ្ងៃនេះជាមួយនឹងអ្វីដែលយើងមាននៅក្នុងដៃអូខេទាំងអស់គ្នាអរគុណមែនតើសម្រាប់ការតាមដាន EP2 នៃកម្មវិធី Future Ready Series របស់យើងអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមានចម្ងល់ឬមួយក៏សំណួរពាក់ព័ន្ធមួយការរៀបចំផែនការហិរញ្ញវត្ថុរបស់អ្នកទាំងអស់គ្នាអាច drop នៅក្នុង comment មកពួកយើងនឹងជ្រើសរើសសំណួររបស់អ្នកទាំងអស់គ្នាដើម្បីធ្វើការជជែកក៏ដូចជាពិភាក្សាជាមួយភ្ញៀវកិត្តិយសរបស់យើងផ្សេងៗទៀតនៅក្នុងភាគក្រោយកុំភ្លេចតាមដាន EP ក្រោយៗនៃកម្មវិធី Future Ready របស់យើងដើម្បីទទួលបានឃ្លឺថ្មីៗ
ពាក់ព័ន្ធពីការរៀបចំផែនការហិរញ្ញវត្ថុរបស់អ្នកទាំងអស់គ្នាចាប់ផ្ដើមគិតគូរពីអនាគតហិរញ្ញវត្ថុរបស់លោកអ្នកនៅក្នុងថ្ងៃនេះដើម្បី future ready នៅក្នុងថ្ងៃស្អែកជំរាបលាអ្នកទាំងអស់គ្នាអូខេបាយបាយអរគុណ